ប្រជុំរឿងព្រេងខ្មែរសូមជូនរឿងឪពុកក្មេករើសកូនប្រសាកាលពីព្រេងនេះមានតាចាស់ម្នាក់និងដូនចាស់ម្នាក់នៅស្រុកមួយតាចាស់យាយចាស់នោះគាត់មានកូនក្រមុំម្នាក់រូបល្អណាស់អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យគាត់ថាអ្នកណាតមមិនជេរម្ដាយគេបានទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះជួនជាថ្ងៃមួយនោះមានកំឡោះម្នាក់រូបរាងស្អាតបាតចូលទៅដណ្ដឹងកូនគាត់ថាអញឲ្យឯងកុំព្រួយចិត្តប៉ុន្តែឯងត្រូវតមកុំជេរម្ដាយគេហើយទទួលបម្រើអញតាមពាក្យអញបានអញឲ្យឯងបើតមមិនបានអញផ្ដាច់មិនឲ្យឯងទេអញប្រាប់ឯងមុនឲ្យដឹងក្រោយឯងកុំថាអញកាចណាកំឡោះនោះថាខ្ញុំបាទតមជេរម្ដាយគេបានហើយធ្វើការអ្វីបានទាំងអស់ខ្ញុំបាទទទួលសពគ្រប់ប្រការតាមប្រសាសន៍លោកឪពុកតានោះថាបើឯងតមជេរម្ដាយគេបានមែនឯងទៅសិនចុះព្រឹកឯងមកវិញពីព្រលឹមកំឡោះនោះក៏លាទៅផ្ទះវិញព្រឹកឡើងកំឡោះនោះមកវិញចូលទៅបម្រើឪពុកម្ដាយក្មេងតានោះប្រើកូនក្រមុំកតឲ្យរៀបបាយទឹកឲ្យអ្នកកំឡោះនោះស៊ីរួចហើយតានោះប្រាប់ទៅកូនប្រសាថាកូនទៅចាប់ក្របីទៅភ្ជួរស្រែដល់កាលណាថ្មនៅខាងស្រែនោះយំតេវជ្រែកសឹមឯងដោះក្របីលេងអ្នកកំឡោះទៅចាប់ក្របីមកទឹមហើយទៅភ្ជួរស្រែតាំងពីព្រលឹមដល់ថ្ងៃត្រង់ក៏ថ្មពំយំក្របីដើរពំរួចក៏ថ្មចេះតែឈឹងពំយំសោះអ្នកកំឡោះឃ្លានបាយណាស់ទ្រាំពំបានជេរម្ដាយថាម្ដាយអាថ្មនេះកាលណានឹងយំឡើងកំឡោះនោះជេរតែប៉ុណ្ណោះតានោះស្ទុះចេញពីក្រោយថ្មមកថាណ៎ហើយចុះឯងដោះក្របីលេងហើយទៅផ្ទះឯងចុះអញផ្ដាច់កូនហើយត្បិតឯងតមជេរម្ដាយមិនបានកំឡោះនោះដោះក្របីលេងហើយទៅផ្ទះវិញថ្ងៃក្រោយមកមានកំឡោះម្នាក់ចូលទៅដណ្ដឹងកូនតានោះទៀតគាត់បង្កប់ដូចកំឡោះមុនតែអ្នកកំឡោះក្រោយគេមានប្រាជ្ញាគេទៅភ្ជួរស្រែវិចបាយទៅស៊ីផងលុះភ្ជួរដល់ថ្ងៃខ្ពស់ឃ្លានបាយក៏បញ្ឈប់ក្របីស៊ីបាយភ្ជួរដល់ថ្ងៃជ្រេកពីត្រង់ក៏ថ្មពំយំក្របីអស់ជើងដើរពំរួចអ្នកកំឡោះនោះកាលណាបើបក្របីទៅចិត្តថ្មនោះធ្វើជាស្ដីថាអលោកថ្មអើយយំឡើងក្របីដើរពំរួចទេអាណិតក្របីផងទៅខ្លួនខ្ញុំឥតអីទេខ្ញុំមានបាយស៊ីហើយភ្ជួរដល់យប់ក៏បានដែរអាណិតតែក្របីទៅចោះត្បិតវាជាសត្វកំឡោះនោះអង្វរដូចម្ដេចក៏ថ្មពំព្រមយំអ្នកកំឡោះនោះក៏ពំជេរត្បិតវាដឹងថាតានោះនៅពូនក្រោយថ្មលុះនិយាយអង្វរយូរទៅតានោះមើលមកឃើញក្របីដើរពំរួចមែនក៏កត់នឹកអាណិតក្របីកត់យំក្រោយថ្មនោះឮតែតេវអ្នកកំឡោះនោះក៏ដោះក្របីឲ្យស៊ីស្មៅហើយមកផ្ទះឪពុកក្មេកវិញតានោះក៏ឲ្យកូនកតលើកបាយ
មកឲ្យអ្នកកំឡោះនោះស៊ីលុះល្ងាចតានោះប្រាប់ថាកូនអើយទៅផ្ទះឯងចោះព្រឹកសឹមឯងមកវិញកំឡោះនោះក៏លាទៅផ្ទះលុះយប់មកលោបចាំស្ដាប់នៅក្រោមដំណេកតានោះយកការព្រោះកតនិយាយគិតគូរនឹងប្រពន្ធកតតលតែដេកលក់វេលាយប់តាចាស់ចូលដេកក៏និយាយនឹងយាយថាដូនអានេះវាតอมជេរម្ដាយបានដូច្នោះយើងរកឧបាយយ៉ាងណាឲ្យវាខឹងជេរម្ដាយយើងនឹងផ្ដាច់វាទៅដូនឆ្លើយថាងាយទេបើដូច្នេះតាឯងចូលក្នុងការ៉ុងមួយទៀតដាក់អង្ករព្រឹកឡើងវាមកខ្ញុំប្រាប់វាថាតាទៅកាប់អស់លើភ្នំមុនហើយខ្ញុំឲ្យវារែកតាឯងនឹងអង្ករទៅលើភ្នំបើវាធ្ងន់វាខឹងវាជេរនោះតាឯងនៅក្នុងការ៉ុងលឺហើយមកវិញផ្ដាច់វាបានដោយងាយតាយាយគិតគ្នាដូច្នេះហើយក៏ដេកទៅឯអ្នកកំឡោះលោបស្ដាប់ក្រោមផ្ទះដឹងការហើយក៏វិលទៅដេកឯផ្ទះព្រឹកឡើងអ្នកកំឡោះនោះទៅបំរើម្ដាយក្មេកឪពុកក្មេកក៏ស្រាប់តែឃើញយាយចាស់បង្ហាញអងរែកហើយប្រាប់ថាកូនអើយឪឯងទៅកាប់អស់លើភ្នំហើយគាត់ផ្ដាំថាឲ្យកូនឯងរែកអង្ករនេះឡើងទៅតាមគាត់ឲ្យឆាប់បិទគាត់ទៅពីព្រឹកមិនតន់ហូបបាយមានតែកូនឯងរែកទៅឆាប់វានឹងអាលដណ្ដាំបាយឲ្យទៅឯងហូបកំឡោះនោះទទួលអំរែកហើយក៏រែកទៅតាមជើងភ្នំដល់រែកឡើងបន្តិចទៅធ្ងន់ណាស់ក៏រែកចុះមកវិញហើយស្ដីថាអឪអើយខ្ញុំឃ្លានបាយណាស់ខ្ញុំរែកឡើងជាឆាប់មិនបានទេវាធ្ងន់ម្លេះនរណានឹងរែកឡើងទៅវិញរួចបើឪមិនអាណិតក៏ជេរបន្ទោសដោយម្ដេចក៏ទទួលនិយាយហើយរែកចុះមកវិញលុះរែកទៅដល់កន្លែងមួយឃើញស្បូវស្ងួតល្អក៏រែកទៅដាក់ឈប់កណ្ដាលស្បូវនោះហើយដើរទៅបាត់មួយស្របក់ទៅដើរត្រឡប់មកវិញយកភ្លើងដុតជុំអង្រែកលុះភ្លើងឆេះស្បូវជុំវិញហើយក្តៅដល់តាចាស់ដែលនៅក្នុងអំរែកនោះគាត់ក៏បំរាស់ញ័ររង្គើទាំងការ៉ុងភ័យក្រែងភ្លើងឆេះស្លាប់ប៉ុន្តែចេញមិនរួចអ្នកកំឡោះធ្វើជារត់មកពីណាក៏ស្រែកថាជើនរណាដុតភ្លើងឆេះអង្រែកអញអស់ធ្វើដូចម្ដេចអញនឹងចូលទៅបានភ្លើងឆេះជុំវិញចូលមិនរួចទេថាហើយស្រែកឈរនៅក្រៅលុះភ្លើងឆេះដល់ការ៉ុងក្តៅតាចាស់ណាស់ទៅស្ទុះចូលទៅអូសអង្រែកចេញពីភ្លើងរួចហើយភ្លើងឆេះដាច់ខ្សែការ៉ុងរលាកតាចាស់បំរាស់ញ័រទៅអ្នកកំឡោះស្រាយការ៉ុងចេញឃើញតាឪពុកក្មេករលាកភ្លើងឆេះទាំងសក់ក្បាលផងក៏ជម្រាបថាជើលោកឪម្ដេចក៏មិនប្រាប់កូនកុំអីភ្លើងឆេះស្លាប់ចោលម៉ែឲ្យនៅមេម៉ាញតាចាស់ខឹងតែពុំដឹងជាធ្វើដូចម្ដេចឡើងដើរតយងយមកផ្ទះវិញព្រមខ្លួនមួយថ្ងៃណាមួយដោយវាអូសចេញពីភ្លើងណាមួយរលាកភ្លើងមកដល់ផ្ទះវិញគ្មានស្ដីមួយម៉ាត់ដល់ផ្ទះហើយប្រាប់កូនប្រសាទៅផ្ទះចុះព្រឹកសម៉ោងឯកូនប្រសាលាទៅផ្ទះដល់យប់លោកពូនក្រោមផ្ទះស្ដាប់ទៀតលុះយប់តាចាស់ដូនចាស់ចូលដេកក៏និយាយគិតគ្នាទៀត
តាថាគិតដូចម្ដេចនឹងផ្ដាច់វាបានអានេះមានប្រាជ្ញាណាស់នឹងឲ្យកូនយើងទៅវាមិនសមនឹងកូនយើងពីថ្ងៃមិញវាដឹងថាឯងនៅក្នុងការុងណារែកទៅដល់កណ្ដាលផ្លូវវាធ្ងន់ណាស់តែម្ដាយវាមិនចេវារកទីណាមានស្បូវស្ងួតវារែកអំរែកទៅដាក់កណ្ដាលផ្លូវហើយវាដើរទៅរកភ្លើងមកដុតជុំវិញដល់ភ្លើងឆេះវាធ្វើជាស្រែកថានរណាដុតភ្លើងនេះឆេះអំរែកវាអស់ហើយវាឈរតែស្រែកមិនចូលយកទុកតល់តែភ្លើងឆេះដល់ក្តៅទៅបានវារត់ចូលទៅអូសចេញមកអញភ័យណាស់ប៉ុន្តែចេញមិនរួចព្រោះវាចងមាត់ការរងជាប់អញរលាអស់ទាំងខ្លួនឥឡូវនេះយើងគិតដូចម្ដេចនឹងផ្ដាច់វាបានយាយថាឥឡូវនេះយើងគិតថាឲ្យតាឯងធ្វើម្ចាស់ឲ្យវាធ្វើឆ្កែនាំទៅបណ្ដើអណ្ដើកឲ្យវាដូចឆ្កែបើវារកអណ្ដើកមិនបានឬវាបោលមិនរួចនោះយើងផ្ដាច់វាបានតាចាស់ថាអើដូនគិតដូច្នេះត្រូវព្រឹកអញធ្វើដូចឯងថាតាយាយគិតគ្នាហើយដេកទៅឯអ្នកកំឡោះនោះស្ដាប់ដឹងអស់ការហើយវិលទៅផ្ទះវិញដេកដល់មន់រងាវទៅប៉ុនអណ្ដើកមកយកទៅចងទុកក្នុងកំពតស្មៅឯវាលឯនេះឯនោះពះពេញតែវាលដែលតាចាស់កត់គិតទៅរកអណ្ដើកនោះហើយវិលមកផ្ទះដេកធ្វើប្រងើយលុះព្រឹកប្រហៀមឡើងចៅនោះទៅដល់ផ្ទះឪពុកក្មេកម្ដាយក្មេក៏ឲ្យកូនក្រមុំកត់រៀបបាយលើកយកមកឲ្យចៅនោះស៊ីរួចហើយក៏ប្រាប់ថា